សូមក្មេងស្រីគ្រប់រូបកុំភ្លេចខ្លាចនៅក្នុងការចាប់យកឱកាសដើម្បីបំពេញនូវសក្តានុពលភាពរបស់ខ្លួនជំរាបសួរខ្ញុំជាអ្នកនៅក្នុងស្ដាប់ខ្ញុំបានការធ្វើទីដំណើរជាមួយឯកឧត្តមអគ្គរដ្ឋទូតจากប្រទេសអង់គ្លេសប្រចាំនៅប្រទេសកម្ពុជារយៈពេល1ថ្ងៃថ្ងៃផងដែរគឺយើងមានសកម្មភាពច្រើនមែនទែនគឺយើងបានទៅទស្សនកិច្ចក្រុមហ៊ុន OMA Cambodia ដែលយើងបានជួបទស្សនកិច្ចនិងវិភាសាជាមួយនឹងបុគ្គលិករបស់ OMA Cambodia ក៏ដូចជាធ្វើការបើកបរសាកល្បង Land Rover ដែលជាម៉ាកល្បីមួយមកពីពិភពអង់គ្លេសផងដែរហើយជាទី2នោះគឺយើងមានជំនួបជាមួយនឹង ASEAN UK YLI ដែលយើងធ្វើការវិភាសាទៅលើអ្វីដែលយុវជនបានលើកកម្ពស់បន្ថែមទៀតនៅទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងពិភពអង់គ្លេសហើយអាចារ្យបន្តទៀតគឺយើងបានទៅមានជំនួបជាមួយនឹង Women of the Future Award Alumni ដែលយើងបានធ្វើការវិភាសាគ្នាច្រើនអំពីស្ត្រីមកពីវិស័យខុសៗគ្នាជាការលើកទឹកចិត្តដល់ក្មេងស្រីផ្សេងៗទៀតឲ្យខិតខំប្រឹងប្រែងធ្វើអ្វីដែលខ្លួនឯងពេញចិត្តហើយព្យាយាមឲ្យអស់ពីសមត្ថភាពដែលខ្លួនឯងអាចធ្វើទៅបានហើយលើពីនេះទៅទៀតនោះគឺយើងបានទៅមានជំនួបផ្លូវការមួយជាមួយនឹងក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយនឹងលោកជំទាវជ្រឹងបតុមរង្សីនឹងខ្ញុំបានសិក្សាច្រើនរៀនសូត្រច្រើនមែនតើអំពីទាំងជីវិតផ្ទាល់ខ្លួនការកាត់ខំប្រឹងប្រែងនៅក្នុងការសិក្សារៀនសូត្រក៏ដូចជាការធ្វើការនៅក្នុងក្រសួងការបរទេសផងដែរហើយខ្ញុំមើលឃើញថាការសិក្សារៀនសូត្រវាគឺជាការសិក្សារៀនសូត្រពេញមួយជីវិតតែម្ដងគឺធ្វើឲ្យយើងអាចទៅរកឱកាសផ្សេងៗនានាជាច្រើនដែលអភិវឌ្ឍខ្លួនយើងក៏ដូចជាស្វែងរកនៅបណ្ដាញស្ត្រីដូចគ្នាដែលពោពេញទៅដោយការលើកទឹកចិត្តគ្នាទៅវិញទៅមកដើម្បីសម្រេចសក្តានុពលភាពដ៏ពេញលេញរបស់ពួកយើងក្នុងនាមជាស្ត្រីដូចគ្នាការទូតមិនមែនត្រឹមតែជាការដែលយើងអង្គុយលើតុចរចាគ្នាឬមានជំនួបផ្លូវការនោះទេប៉ុន្តែវាក៏ជាការបង្កើតនៅទំនាក់ទំនងឬក៏យើងហៅថា networking តាមរយៈកម្មវិធី reception នានាផងដែរនៅក្នុងកម្មវិធី reception ពេលនេះខ្ញុំឃើញថាខ្ញុំមានឱកាសច្រើននៅក្នុងការធ្វើទំនាក់ទំនងជាមួយនឹងដៃគូសហការផ្សេងៗមិនថាជាក្រុមហ៊ុនឯកជនឬក៏ជាស្ថាប័នរដ្ឋនោះទេ So gender equality is something we believe in very firmly in the UK and we try and build in a gender aspect to everything that we do. So we always think about every program that we do, every development program, every interaction, how we can make sure that that brings benefits to women. And we also provide opportunity to young women, mentoring opportunities to engage with the embassy, or opportunities like today where we participated in Girls Takeover to give a young woman a chance to take over my job, hopefully learn something about what it means to be an ambassador and to pick up some new skills. សារចុងក្រោយដែលខ្ញុំចង់ជូនទៅដល់ក្មេងស្រីគ្រប់រូបដែលគាត់ពុំអាចឬក៏គាត់មិនសូវទទួលបាននៅឱកាសច្រើននៅក្នុងការចូលរួមក្នុងភាពជាអ្នកដឹកនាំទី1យើងត្រូវតែជឿជាក់លើខ្លួនឯងហើយសារទី2នោះគឺយើងត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រអ្វីមួយដែលថ្មីនៅក្នុងជីវិតយើងវាគឺជាអ្វីដែលយើងអាចរៀនសូត្រហើយវាជាការសិក្សាពេញមួយជីវិតដែលយើងមិនអាចរំលងឬហើយសារចុងក្រោយដែលខ្ញុំចង់ដើរតាមទៅកាន់ក្មេងស្រីនិងស្ត្រីវ័យក្មេងទាំងគ្រប់រូបនោះគឺថាកុំឲ្យមានភាពភ័យខ្លាចគឺត្រូវតែហ៊ានចាប់យកឱកាសដើម្បីអភិវឌ្ឍខ្លួនរបស់យើងថ្ងៃអនាគតចា៎សូមអរគុណ